ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel Vinica KA កុំភ្លេចជួយចុច Like Subscribe និងកណ្ដឹងឲ្យ admin ផងណាដើម្បីទទួលបានរឿងថ្មីៗខ្សែរជើងដំបងឡើយគឺតួប្រុសនិងតួស្រីអ្នកទាំងពីរជាគូទៅដឹងនឹងគ្នាហើយតួប្រុសស្រឡាញ់តួស្រីខ្លាំងនៅពេលហ្នឹងចៃដន្យអីក៏មានគេចង់ធ្វើបាបតួស្រីតែបានតួប្រុសគាត់រងជំនួសណាដល់តែចឹងគេក៏ត្រូវបានបញ្ជូនតួប្រុសយើងឯងទៅសម្រាកនៅឯមន្ទីរពេទ្យដល់ទៅហើយម្ដាយរបស់តួប្រុសដែលសារតែគាត់ដឹងថាតួស្រីនិងតួប្រុសនឹងមានតំណែងមួយគ្នាហើយគិតថាតួស្រីនឹងហើយជាមូលហេតុធ្វើឲ្យតួប្រុសត្រូវចូលមន្ទីរពេទ្យដល់តែចឹងគាត់ក៏បានប្រាប់តួស្រីណាគឺកុហកថាតួប្រុសជាអ្នកផ្ដាំតាមគាត់ថាអត់ចង់ជួបមុខតួស្រីទៀតទេដល់តែអញ្ចឹងហើយទើបតួស្រីគាត់បានសម្រេចចិត្តថាទៅរស់នៅក្រៅប្រទេសរយៈពេល5ឆ្នាំដល់តែឥឡូវនេះគឺគាត់បានត្រឡប់មកវិញរួមទាំងកូនស្រីនិងមិត្តភក្តិជិតស្និទ្ធគាត់ម្នាក់ផងដែរគណៈពេលដែលតួស្រីយើងបាននាំក្រុមគ្រួសារកំពុងតែចូលទៅក្នុងសន្តាគារដើម្បីស្នាក់នៅក៏ចៃដន្យអីតួប្រុសយើងអានេះគាត់ក៏បានធ្វើដំណើរមកដល់សន្តាគារនឹងដែរតែគាត់អត់ទាន់បានដឹងថាជាតួស្រីមកនៅក្នុងសន្តាគារនឹងទេគ្រាន់តែឃើញពីចម្ងាយសង្ស័យដូចប្រហែលដល់តែអញ្ចឹងតួប្រុសក៏បានសម្រេចចិត្តចូលទៅខាងក្នុងផងដែរដល់តែអញ្ចឹងទៅតួស្រីរួមនឹងគ្រួសារបានចូលក្នុងចតាយន្តដើម្បីត្រៀមជិះឡើងទៅជាន់ដែលគាត់ស្នាក់នៅតួប្រុសក៏បានឃើញហើយក៏បានចុចចតាយន្តនឹងដែរដល់តែចុចទៅបើកទ្វារក្រាកមកអ្នកទាំងពីរភាំងរៀងខ្លួនតួស្រីក៏ឃើញតួប្រុសក៏ឃើញតួស្រីម្នាក់ចាប់ផ្ដើមមានអារម្មណ៍នឹកគ្នាដែរព្រោះអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់អ្នកទាំងពីរនឹងក៏ដែរដោយសារតែមានការយល់ច្រឡំព្រោះតែម្ដាយតួប្រុសគាត់ជាអ្នករៀបចំរឿងរ៉ាវហ្នឹងទៅទើបធ្វើអ្នកទាំងពីរមានការបែកគ្នារយៈធំហើយដល់តែអញ្ចឹងតួប្រុសគាត់ក៏លេចឃើញតួស្រីមានមនុស្សប្រុសរួមទាំងក្មេងស្រីពោហើយហៅតួស្រីម៉ាមីទៀតគាត់ក៏គិតថាបរោះដែលនៅក្បែរតួស្រីហ្នឹងជាប្តីរបស់តួស្រីក៏ប៉ុន្តែតាមពិតមិនមែនទេគាត់គ្រាន់តែជាមិត្តភក្តិជិតស្និទ្ធដែលបានជួយតួស្រីកន្លងមកតែប៉ុណ្ណោះប្រហែលថ្ងៃក្រោយមកទៀតតួស្រីក៏បានមកសួរសុខទុក្ខប្អូនប្រុសគាត់ដល់អញ្ចឹងទៅគាត់ក៏បានរៀបរាប់រឿងរ៉ាវដែលគាត់5ឆ្នាំហើយបានទៅរស់នៅក្រៅប្រទេសប្អូនប្រុសគាត់ក៏បាននិយាយថាអរគុណដែលតួស្រីឆ្លៀតពេលត្រឡប់មកវិញមកមើលគាត់ស្មានតែតួស្រីចិត្តតាច់លែងមកមើលគាត់ហើយដល់តែអញ្ចឹងគាត់ក៏មានការសនំពរដល់តួស្រីថាថ្ងៃនេះគឺជាថ្ងៃខួបរបស់សង្សារគាត់ណាដែលបានស្លាប់ទៅអញ្ចឹងសូមឲ្យតួស្រីយកបាច់ផ្កាទៅដាក់ភ្នូរនាងផងតាមពិតទៅមិត្តស្រីរបស់ប្អូនប្រុសនាងគឺជាប្អូនស្រីបង្កើតរបស់តួប្រុសព្រោះតែអញ្ចឹងហើយទៅបានជាក្រុមគ្រួសារខាងតួប្រុសគេអត់ឲ្យតួស្រីតំណែងមួយតួប្រុសបន្តពីព្រោះថាបងស្រឡាញ់បងប្អូនស្រឡាញ់ប្អូនក៏ប៉ុន្តែដោយសារតែក្រុមគ្រួសាររបស់តួស្រីបែបហ្នឹងទើបធ្វើឲ្យទាំងតួប្រុសនិងប្អូនរបស់គាត់មានបញ្ហាអញ្ចឹងទើបបានជាម្ដាយរបស់តួប្រុសនោះគាត់សម្រេចចិត្តមិនឲ្យអ្នកទាំងពីរបន្តតំណែងរីឯតួស្រីដោយសារតែមានការស្នើសុំពីប្អូនដល់តែអញ្ចឹងគាត់ក៏បានយកបាច់ផ្កាមកដល់ភ្នូរប្អូនថ្លៃរបស់គាត់ដែលត្រូវជាប្អូនស្រីរបស់តួប្រុសនោះឯងនៅពេលដែលតួស្រីគាត់មកដាក់បាច់ផ្កាហើយគាត់ក៏បាននិយាយសុំទោសចំពោះរឿងរ៉ាវដែលកើតមានឡើងគាត់ក៏គ្មានបំណងអីទៅជាបែបហ្នឹងភ្លាមនោះស្រាប់តែតួប្រុសក៏បាននាំម្ដាយរបស់គាត់មកមើលភ្នូររបស់ប្អូនផងដែរហើយគិតថាយកបាច់ផ្កាមកដាក់ដូចជាតួស្រីហ្នឹងដល់ទៅម្ដងក៏បានប្រទះឃើញតួស្រីនៅទីហ្នឹងម្ដាយរបស់គាត់ក៏នឹកឃើញតួស្រីភ្លាមអត់សប្បាយចិត្តក៏បានស្ដីបន្ទោសឲ្យតួស្រីសពគ្រប់បែបយ៉ាងថាតួស្រីមានមុខអីមកដល់ឯហ្នឹងទៀតដល់ទៅហើយតួស្រីក៏និយាយថាគាត់មកទីនេះគឺទីការសំណូមពររបស់ប្អូនប្រុសគាត់តែប៉ុណ្ណោះឲ្យយកបាច់ផ្កាមកដាក់ឲ្យភ្នូររបស់មិត្តស្រីគាត់ដល់តែអញ្ចឹងយាយនឹងក៏បាននិយាយថាគាត់មិនត្រូវការបាច់ផ្កាពីខាងក្រុមគ្រួសាររបស់តួស្រីទេយកចេញឲ្យឆ្ងាយហើយកុំឲ្យគាត់ឃើញមុខទៀតព្រោះគាត់មិនចង់ឃើញតួស្រីរីឯតួប្រុសតាមពិតទោះបីជាមានការដែលម្ដាយគាត់ធ្លាប់និយាយកុហកថាតួស្រីមិនល្អរត់ចោលគាត់ពេលដែលគាត់នៅមន្ទីរពេទ្យអីក៏ពិតមែនក៏ប៉ុន្តែអារម្មណ៍ដែលគាត់ស្រឡាញ់តួស្រីនៅតែដកជាប់គាត់តែឃើញតួស្រីក៏គាត់នៅតែស្រឡាញ់គ្រាន់តែពេលហ្នឹងគាត់មិនអាចនិយាយអ្វីច្រើនព្រោះគាត់គិតថាតួស្រីមានប្តីមានកូនរួចទៅហើយប្រហែលថ្ងៃក្រោយមកទៀតតួស្រីរបស់យើងគាត់ត្រូវមកណាត់ជួបជាមួយនឹងដៃគូសហការនៅក្នុងកម្មវិធីជប់លៀងមួយដែលតែអញ្ចឹងតួប្រុសក៏ជាដៃគូមួយក្នុងចំណោមដៃគូផ្សេងទៀតជាមួយនឹងក្រុមហ៊ុនតួស្រីដល់ទៅហើយជំនួយការរបស់គាត់ដែលជាអ្នកចាត់ការរឿងហ្នឹងឃើញអ្នកទាំងពីរនេះហ្នឹងស្មានតែអ្នកទាំងពីរអាចស្គាល់គ្នាក៏បានណែនាំឲ្យតួស្រីតួប្រុសស្គាល់គ្នាអ្នកទាំងពីរក៏បានចាប់ដៃគ្នាជាការស្វាគមន៍ដូចជាអ្នកដែលទើបតែស្គាល់គ្នាអញ្ចឹងហើយដែលធ្វើឲ្យបារោះដែលនៅក្បែរហ្នឹងគាត់អត់ដឹងទេថាតាមពិតអ្នកទាំងពីរគឺធ្លាប់ជាគូស្នេហ៍នឹងគ្នាតួប្រុសយើងដែលសារតែគាត់អត់មានកិច្ចការអីត្រូវនិយាយច្រើនទៀតគាត់ក៏បានថាគាត់សុំលាតួស្រីទៅមុនណាមកសន្ទុះធំក្រោយមកទៀតតួស្រីរបស់យើងក៏បានឡើងទៅជួបតួប្រុសដោយសារតែត្រូវវិភាសាការងារខ្លះផងដែរបើនិយាយពីក្នុងមុខចំនួនក៏តែបើនិយាយរឿងតខ្លួនតួស្រីគាត់អត់ចង់និយាយជាមួយនោះទេចឹងហើយទើបតួប្រុសគាត់ឲ្យតួស្រីគាត់ទៅជួបជាមួយនឹងតួប្រុសហ្នឹងនៅក្នុងបន្ទប់ឯកជនមួយរបស់គាត់ដល់ពេលទៅជួបចឹងទៅតួប្រុសក៏បាននិយាយតួស្រីថាមុននឹងនិយាយគ្នាឲ្យតួស្រីហ្នឹងដោះស្បែកជើងកែងពាក់សូវព្រោះអីមើលទៅនាងពាក់មើលទៅពិបាកអាចនឹងពងជើងឈឺជើងអីចឹងគាត់ក៏បានហុចប្រអប់ថ្នាំមកឲ្យតួស្រីលាបជើងព្រោះគាត់ដឹងថាតួស្រីតាំងតែពីដើមមកតាំងពីនៅជាគូស្នេហ៍គាត់មិនលែកឲ្យចិត្តពាក់ជើងកែងទេចូលចិត្តតែពាក់ជើងធម្មតាមើលទៅមានផាសុខភាពជាងហើយគាត់ក៏បានឲ្យតួស្រីយើងលាបថ្នាំតួស្រីគាត់ថា
ថាអរគុណហើយមិនបាច់លេបឲ្យគាត់ទេគាត់លេបខ្លួនឯងបានដល់ទៅពេលទូប្រុសគាត់អង្គុយមើលទូស្រីលេបមើលទៅដូចពិបាកភ្នែកពេកគាត់ក៏បានចាប់លើកជើងទូស្រីនឹងជួយលេបថ្នាំឲ្យហើយគាត់ក៏បានប្រាប់ទូស្រីថាបើដឹងថាខ្លួនពិបាកពាក់ហើយមិនបាច់ព្យាយាមពាក់ទេធ្វើអីដែលជាខ្លួនឯងទៅការផ្លាស់ប្ដូរខ្លួនឯងមិនជារឿងល្អទេទូប្រុសគាត់ក៏បានសួរទូស្រីថាហេតុអីបានជាការ5ឆ្នាំមុនទូស្រីទៅបាត់ដោយមានប្រកាសសម្បីតែមួយម៉ាត់ថារចេញទៅបាត់ដំណឹងដូចជាមនុស្សស្លាប់ទៅចុះពេលហ្នឹងមិនក៏នៅសុកអើតមុខចេញមកវិញធ្វើអីបើជួយទៅបាត់មិនទៅបាត់រហូតទៅទូប្រុសក៏បាននិយាយថាទូស្រីជាមនុស្សមួយដែលចិត្តដាច់មនុស្សចេតនាជាមួយគ្នារាប់ឆ្នាំគាត់ក៏ធ្លាប់បានជួយរងនៅបញ្ហាលំបាករបស់ទូស្រីជាច្រើនរហូតដល់ថ្នាក់ឈឺជុំទីពេទ្យប៉ុន្តែទូស្រីបែរជាចិត្តដាច់រត់ចោលគាត់ទៅបាត់មិនត្រឹមតែរត់តបាត់ទេថែមទាំងរៀបការមានប្តីមានកូនទៀតផងគាត់សួរថាទូស្រីមានបេះដូងអត់មិនក៏ចិត្តរបស់ទូស្រីមិនដូចជាមនុស្សស្រីទូទៅចិត្តរឹងចិត្តដាច់ចិត្តមានះទូស្រីគាត់លឺចឹងហើយតាមពិតទៅគាត់មានតែមានប្តីមានកូនថ្មីណាកូនគឺជាកូនរបស់គាត់នឹងទូប្រុសនឹងឯងតែគាត់មិនបាននិយាយប្រាប់ការពិតដល់ទូប្រុសទេរីឯប្រុសដែលនៅក្បែរគាត់ក៏មិនមែនជាប្តីដែរគឺជាមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះក៏ប៉ុន្តែទូស្រីគាត់នៅតែមិនព្រមបកស្រាយរឿងនឹងឲ្យទូប្រុសនៅតែបន្តទុកឲ្យទូប្រុសយល់ច្រឡំដល់អញ្ចឹងធ្វើអ្នកទាំងពីរនៅតែរក្សាគម្លាតទាំងដែលនៅក្នុងចិត្តរៀងខ្លួនបន្តក្តីស្រឡាញ់មានចំពោះគ្នានៅតែមានជានិច្ចចឹងណាកលែបមកមើលទូស្រីចឹងឯវិញគាត់ក៏បានមកមើលកូនប្រុសរបស់គាត់តាមពិតកូនរបស់ទូស្រីនិងទូប្រុសគឺជាកូនប្រុសនេះទេរីឯកូនស្រីមិញគឺជាកូនរបស់មិត្តជិតស្និទ្ធគាត់ប៉ុណ្ណោះចឹងទូស្រីគាត់ក៏បានប្រាប់កូនរបស់គាត់ថាគាត់ត្រូវទៅធ្វើការគាត់អាចយកកូនគាត់ទៅតាមព្រោះគាត់អត់ចង់ឲ្យទូប្រុសក៏ដូចជាក្រុមគ្រួសារទូប្រុសបានដឹងថាអ្នកទាំងពីរមានកូនជាមួយគ្នាខ្លាចគេទៅតាមយកកូនគាត់ទៅតើតែអញ្ចឹងគាត់ក៏បានប្រាប់កូនប្រុសគាត់ថាឲ្យនៅជាមួយមេដោះសិនទៅតម្រាំទៅពេលដែលគាត់ទៅគាត់នឹងអាសាចុះឡើងព្រោះបើយកកូនទៅតាមពេលសិនជាក្រុមគ្រួសារទូប្រុសគេដឹងគេនឹងមកយកកូនរបស់គាត់នេះហើយជាមូលហេតុដែលទូស្រីគាត់អត់យកកូនទៅតាមហើយណាមួយកូនរបស់គាត់ចិត្តឆ្ងល់ថាម៉ាក់ខ្ញុំក៏មានប៉ាដែរខ្ញុំមិនក៏ដែរឃើញប៉ាដូចគេខ្ញុំចង់មានប៉ាដូចគេហើយទូស្រីក៏បានកុហកកូនថាឪពុករបស់គាត់ហ្នឹងគឺបានស្លាប់បាត់ហើយចឹងហើយមិនបាច់ឲ្យកូនរបស់គាត់សួររកទៀតទេច្រើនថ្ងៃកន្លងមកទៀតទូប្រុសទូស្រីគាត់មានកម្មវិធីមួយរបស់ក្រុមហ៊ុនដែលគេឲ្យអ្នកដែលជាអ្នក director ហ្នឹងគឺឡើងទៅមើលតំបន់ភ្នំមួយចំនួនដើម្បីគេនឹងរៀបចំស្ថាបនាគម្រោងថ្មីទៀតគេឲ្យទៅមើលទីតាំងណាអ្នកទាំងពីររួមទាំងក្រុមការងារផ្សេងទៀតក៏បាននាំគ្នាឡើងលើភ្នំក៏ប៉ុន្តែគណៈពេលដែលឡើងលើភ្នំចៃដន្យទូស្រីគាត់គិតជើងដល់តែអញ្ចឹងទូប្រុសគាត់ក៏បានចូលមកមើលហើយគាត់ក៏បានថាទូស្រីថាបើសិនជាដឹងថាខ្លួនឯងមិនសូវជារឹងមាំមិនបាច់សម្ដែងធ្វើខ្លួនឯងជាមនុស្សរឹងមាំអីនោះទេព្រោះតែវានាំតាមពលទុកដល់អ្នកដទៃទៅវិញដល់តែហើយគាត់មើលទៅថាទូស្រីប្រកាសជាមិនអាចដើរបានទើបគាត់ជួយបីទូស្រីទៅដល់កន្ទប់ស្នាក់នៅវិញនៅពេលដែលដល់កន្ទប់ស្នាក់នៅវិញបន្ទាប់ពីទូប្រុសបានទូស្រីទៅដល់ហើយគាត់ងាកបំណងថានឹងចាក់ចេញមកវិញព្រាមប៉ុន្តែទូស្រីគាត់បាននិយាយថាគាត់បានធ្វើនំមួយប្រអប់ទុកឲ្យទូប្រុសជាការអរគុណដែលទូប្រុសចំជួយបីគាត់ចុះពីលើភ្នំហើយគាត់ក៏សុំសំណូមពរទូប្រុសថាឲ្យបន្តគម្រោងការងារជាមួយគាត់ចង់និយាយថារឿងផ្ទាល់ខ្លួនទុកម្លាយទៅរឿងការងារធ្វើជាមួយគ្នាធម្មតាដោយសារតែទូស្រីនិងទូប្រុសគាត់ត្រូវមានតំណែងប្រជែងជាមួយគ្នាដល់តែអញ្ចឹងទៅទូប្រុសតបងគាត់បដិសេធថាអត់នឹងជួយជាមួយទូស្រីប៉ុន្តែដោយសារតែឃើញទូស្រីគាត់ចេះតែស្នើសុំអំពីអាគម្រោងនឹងចង់បន្តការងារនឹងទៀតគាត់ក៏នឹកឃើញថាអាណិតទូស្រីគាត់ក៏បានសន្យាថាគាត់នឹងយល់ព្រមបន្តកិច្ចការងារគម្រោងជាមួយទូស្រីបន្តទៀតក៏ប៉ុន្តែគាត់ប្រាប់ទូស្រីថាចាំឲ្យជើងទូស្រីជា2ទៅ3ថ្ងៃទៀតចាំទៅជួបគាត់នៅក្រុមហ៊ុនអញ្ចឹងណាប្រហែលថ្ងៃក្រោយមកទៀតទូស្រីរបស់យើងកំពុងតែគេលក់ពេលយប់ជាមួយនឹងកូនស្រាប់តែលើសំឡេងមនុស្សគួរទ្វារដល់តែអញ្ចឹងគាត់ក៏ចេះតែឆ្ងល់ថាអ្នកណាគេមករកគាត់ទាំងយប់តែប៉ុន្តែមុនដំបូងទូស្រីគាត់ថាអត់យកកូនមកទេក៏ប៉ុន្តែដោយសារតែកូនគាត់ចេះតែប្រាប់ថាអត់ចង់នៅជាមួយមេដោះហើយចង់នៅមួយម៉ាក់នៅឆ្ងាយពីម្ដាយហើយអត់មានឪពុកទៀតគ្នាមិនឯកាដល់តែអញ្ចឹងក៏បានស្នើសុំមកនៅជាមួយម្ដាយដល់តែអញ្ចឹងទូស្រីមិនដឹងប្រកែកថាម៉េចក៏យកកូនមកនៅជាមួយបន្ទុះមកទៀតទូស្រីក៏បានបើកទ្វារដល់ទៅពេលបើកទ្វារមកក៏ឃើញថាទូប្រុសគាត់កំពុងស្វឹងដឹងជាមកពីណាពីណីបានមករកទូស្រីគាត់ក៏បាននិយាយប្រាប់ទូស្រីថាគាត់នឹកទូស្រីបានគាត់ជាមករកទូស្រីទាំងយប់ដល់ទៅទូស្រីថាខំប្រំទៅផ្ទះទៅមិននឹងធ្វើអីស្មាននឹងហ่ะដឹងមកនឹងវេលាទេអីទូប្រុសអត់និយាយច្រើនក៏បានចូលទៅដល់អោបទូស្រីនឹងបានផ្ដល់រង្វាន់ជាទីគាប់ចិត្តទុកជាអនុស្សាវរីយ៍បន្ទាប់ពីបាយគ្នា5ឆ្នាំដោយសារតែគាត់នឹកទូស្រីខ្លាំងពេញបេះដូងមនុស្សស្រឡាញ់គ្នានៅបងប្អូនរឿងអីថាមិននឹករឿងអីថាមិនស្រឡាញ់បើបាយគ្នាទាំងចិត្តនៅស្រឡាញ់រៀងខ្លួនគ្រាន់តែឃើញទូស្រីត្រឡប់មកវិញដោយព្រះទឹករះពេលព្រឹកចឹងមិនធ្វើឲ្យគាត់សប្បាយចិត្តចឹងមានរត់ទៅអោបឬក៏បង្ហាញក្តីស្រឡាញ់ចំពោះទូស្រីនឹងឯងព្រឹកឡើងយាយដែលជាម្ដាយរបស់ទូប្រុសក៏បានមករកទូស្រីដល់កន្លែងស្នាក់នៅព្រោះយប់មិនគាត់តាមដានទូប្រុសតែទូប្រុសបាត់តាណាឃើញទៅផ្ទះដល់ពេលតាមមកឃើញថាមិននៅនឹងហើយគាត់ក៏បាននិយាយជាមួយទូស្រីទៅ2នាក់ណាយាយនឹងគាត់បាននិយាយប្រាប់ថាឲ្យទូស្រីនៅឲ្យឆ្ងាយពីកូនប្រុសគាត់ទៅយ៉ាងម៉េច5ឆ្នាំមុនគាត់ឲ្យទៅម្ដងហើយនៅតែមកវិញធ្វើអីបើទៅបាត់ទៅមកធ្វើអីមកញ៉ាជាមួយកូនគាត់ទៅធ្វើអីមិនដឹងខ្លួនទេថាព្រោះទូស្រីធ្វើឲ្យកូនគាត់ទាំងមួយទាំងពីរជួបរឿងអីខ្លះអញ្ចឹងហើយទូស្រីបើពិតជាស្រឡាញ់ទូប្រុសមែនគួរតែដឹងខ្លួនឲ្យចេញទៅកុំនៅតែបន្តនៅជាមួយទូប្រុសតទៅទៀតយ៉ាងណាក៏គាត់មិនព្រមឯកភាពឲ្យអ្នកទាំងពីរនៅជាមួយគ្នាដែរ
ដល់ចឹងហើយទូស្រីក៏បានឆ្លើយតបវិញថាបើសិនជាលោកស្រីពិតជាមិនចង់ឲ្យកូនរបស់ខ្លួនមកតាក់ទងជាមួយខ្ញុំមែនណាគុំក្រងគេអត់ទៅជាប់ទៅកុំឲ្យគេមកតាមខ្ញុំទៀតខ្ញុំក៏មិនចង់គេមកគឺជាគេដែលជាមកខ្លួនឯងបើលោកស្រីពិតជាឆ្លាតមែនមើលថែគេឲ្យតែល្អទៅមិនបាច់មកខកពីខ្ញុំទេទូស្រីយើងគាត់និយាយតែប៉ុណ្្នឹងគាត់ក៏បានបិទទ្វារណាយាយហ្នឹងក៏បានចេញទៅវិញទៅបន្ទាប់ពីយាយនឹងគាត់ចុះមកខាងក្រៅសារចៃដន្យអីក៏បានជួបទូប្រុសនៅហ្នឹងដោយសារតែទូប្រុសគាត់បានទទួលទូរស័ព្ទពីកូនចៅថាបានឃើញម្ដាយរបស់ទូប្រុសហ្នឹងមករកទូស្រីដល់តែអញ្ចឹងទូប្រុសគាត់រៀបត្រឡប់ទៅវិញហើយឮតែអញ្ចឹងក៏បានបកឡានមកវិញភ្លាមដល់តាម៉ាក៏បានជួបម្ដាយគាត់ក៏បាននិយាយថាអ្នកម៉ាក់មករកនាងធ្វើអីអ្នកម៉ាក់ចង់រើរឿងអីទៀតហើយពេលនេះខ្ញុំបានដឹងហើយមូលហេតុអ្វីបានជានាងចាក់ចេញពីខ្ញុំទៅពេលនោះគឺជាអ្នកម៉ាក់មែនទេដែលជាអ្នករៀបរៀងមិនឲ្យគេនៅជាមួយខ្ញុំអ្នកម៉ាក់ធ្វើអញ្ចឹងបាននឹងធ្វើអីគេមិនបានពាក់ព័ន្ធរឿងនេះនោះទេអ្នកម៉ាក់កុំចោទប្រកាន់នាងនោះអីរឿងរបស់ប្អូនស្រីកាត់ឡើងគឺវាជារឿងដែលម្នាក់មិនចង់ឲ្យកើតនោះទេហើយក៏មិនពាក់ព័ន្ធជាមួយនឹងនាងដែរខ្ញុំមិនចង់ឲ្យម៉ាក់ទៅរើរឿងទៀតនោះទេ5ឆ្នាំមកនេះអ្នកម៉ាក់មិនទាន់ឆ្អែតទេឬដែលពួកយើងបែកគ្នានេះហើយយាយនឹងក៏បាននិយាយថាអញ្ចឹងឯងនៅតែមិនភ្លេចវាទៀតអី5ឆ្នាំដែលវាទៅចោលឯងមិនសំណោះនេះបើទោះបីជានោះជាផែនការរបស់ម៉ាក់ក៏ពិតមែនតែបើវាស្រឡាញ់ឯងមែនវាមិនទៅទេនេះឯងនៅតែបន្តតាក់ទងមួយវាធ្វើអីគណៈពេលដែលអ្នកទាំងពីរកំពុងតែជជែកគ្នាចៃដន្យគាត់ទូស្រីយើងនឹងគាត់នាំកូនចុះមកក្រោមគាត់គិតថាកុំឲ្យយាយនឹងមករករឿងទៀតគាត់គិតចង់ផ្លាស់ប្ដូរកន្លែងនៅយកទាំងកូនយកទាំងអីទៅនៅកន្លែងផ្សេងដល់ពេលតែចុះមកក៏បានលឺអ្នកទាំងពីរជជែកគ្នាអញ្ចឹងហើយទូស្រីគាត់បានស្ដាប់លឺទាំងអស់ថាតាមពិតប្រហែលឆ្នាំទៅមិនមែនទូប្រុសស្អប់ទូស្រីអត់ឲ្យទូស្រីជួបមុខអីថ្ងៃដែលគាត់នៅពេទ្យនោះទេតាមពិតគឺម្ដាយរបស់គាត់ទេជាអ្នកនិយាយរឿងបែបហ្នឹងណាអញ្ចឹងគឺទូប្រុសគាត់នៅតែស្រឡាញ់ទូស្រីព្រោះគាត់បានលើកពេញទៅជាថាទូប្រុសនិយាយប្រាប់ម្ដាយថាគាត់ស្រឡាញ់តែទូស្រីម្នាក់ទេនៅក្នុងជីវិតនេះគាត់មិនស្រឡាញ់ស្រីណាទៀតទាំងអស់ហើយនៅពេលដែលអ្នកទាំងពីរកំពុងតែជែកគ្នាទៅមកសាប់តកូនរបស់ទូស្រីគាត់លូកមាត់គាត់ច្រឡំនិយាយដល់ហើយទូប្រុសយើងគាត់លើសំឡេងក្មេងដល់តែអញ្ចឹងគាត់ក៏បានកលេចទៅក្រៅដល់កលេចទៅឃើញទូស្រីនឹងកូននៅហ្នឹងគឺគាត់ធាំងតែម្ដងដោយសារតែកលេចឃើញមុខទៅកូនហ្នឹងគឺដូចគាត់រីឯយាយនេះដែលជាម្ដាយទូប្រុសក៏អញ្ចឹងដែរគ្រាន់តែកលេចឃើញចៅគាត់ថាមិនក៏ចៅមុខដូចកូនរបស់គាត់នៅពីទូចដល់អញ្ចឹងគាត់ដឹងថាកូនហ្នឹងគឺជាចៅរបស់គាត់នឹងហើយទូប្រុសគាត់ស្ទុះឃើញតែអញ្ចឹងក៏បានចូលទៅរកទូស្រីភ្លាមណាដល់ពេលគាត់ចូលទៅដល់ពុកគាត់ស្រឡឹងមុខកូនហ្នឹងគាត់ដឹងថាកូនគឺជាកូនគាត់ហើយព្រោះមុខដូចគាត់ហើយគាត់ក៏បាននិយាយមួយទូស្រីថាតាមពិតនាងមានកូនក្មេងម្នាក់នេះបានហៅនាងថាម៉ាក់ចឹងនាងមិនគិតបកស្រាយស្អីក្រាប់ខ្ញុំទេអីទូស្រីក៏និយាយថាក៏ដូចដែលលោកបានឃើញចាំបាច់ខ្ញុំបកស្រាយស្អីទៀតទូប្រុសនិយាយថាមើលនាងនិយាយចោះធ្វើដូចជានាងមិនដឹងរឿងអីហេតុអីនាងលាក់បាំងពីខ្ញុំហេតុអីទៅទូស្រីថាគ្មានហេតុផលអីនោះទេអ្វីដែលលោកបានឃើញគឺវាជាការបកស្រាយហើយខ្ញុំចង់និយាយវែងឆ្ងាយដល់តែអញ្ចឹងទូប្រុសក៏និយាយថាអញ្ចឹងខ្ញុំមិនអាចឲ្យនាងនិងកូននៅខាងក្រៅបានទេខ្ញុំទៅតែយកពួកនាងទៅនៅជាមួយទូប្រុសក៏បានយកទាំងស្រីរួមទាំងកូនយកចេញទៅនៅមុខយាយដែលជាម្ដាយកំពុងតែឈរមើលណាដល់តែអញ្ចឹងទៅទូប្រុសក៏បានជូនទូស្រីទៅដល់កន្លែងផ្ទះរបស់ខ្លួននៅទូស្រីរបស់យើងគាត់កំពុងតែអង្គុយមើលកូនក្នុងផ្ទះហើយទូប្រុសយើងគាត់ក៏មកពីក្រៅហើយមានធុំក្លិនស្រាក្រហមដល់អញ្ចឹងទូស្រីគាត់ថាទៅឆ្ងាយទៅងូតទឹកងូតអីធុំក្លិនអញ្ចឹងកូនមិននៅចិត្តបានទូប្រុសយើងអត់និយាយច្រើនទេអញ្ចឹងហើយក៏បានមកស្វាគមន៍ទូស្រីទៀតហើយដល់សារតែកូននៅហ្នឹងគាត់ក៏បានគេហៅថាលេងបិទពួនមួយកូនណាកុំឲ្យកូនឃើញពេលដែលគាត់ពងស្ពីតមួយប្រពន្ធនេះដល់តែអញ្ចឹងទៅទូស្រីក៏បានប្រាប់ថាឲ្យទូប្រុសទៅងូតទឹកចេញទៅស្អុយខ្លួនអញ្ចឹងមានណាគេនៅក្បែរដល់ហើយទូប្រុសថាអញ្ចឹងមានឲ្យទូស្រីជួយងូតទឹកឲ្យតិចមកឲ្យទូស្រីថាមនុស្សអស់ចាស់ហើយឲ្យទៅជួយងូតទឹកឲ្យមិនអត់ចេះងូតទឹកអត់មានដៃមានអីទេឬមិនដល់តែអញ្ចឹងទៅទូប្រុសរបស់យើងគាត់សោចឬសូទូស្រីនិយាយអញ្ចឹងគាត់ញ៉ោះពូនគាត់លេងហ្នឹងណាប្តីរបស់ទូស្រីហ្នឹងនេះព្រោះអីអ្នកទាំងពីរខានស្និទ្ធស្នាលមួយគ្នាយូរតាំងពី5ឆ្នាំមកដល់ឥឡូវទៅបានជួបគ្នាវិញហើយជាពិសេសបានលើថាទូស្រីមានកូនឲ្យគាត់ទៀតគាត់មិនសប្បាយចិត្តស្អែកឡើងម្ដាយរបស់ទូប្រុសណាដែលសារតែគាត់ស្រឡាញ់ចៅក្នុងនាមជាយាយឃើញចៅចឹងអីមិនស្រឡាញ់គាត់ក៏បានទិញរបស់របរជាសម្ភារៈកូនក្មេងឲ្យចៅរបស់គាត់ក៏ដូចជាទិញគ្រឿងសម្អាងផ្សេងឲ្យទូស្រីណាអញ្ចឹងទៅពេលហ្នឹងគាត់ក៏បានយកមកឲ្យចៅដល់ទៅហើយកូនរបស់ទូស្រីគាត់ដោយសារតែប្លែកមុខមិនទាន់បានស្គាល់ជាមួយយាយទស្សនាក៏បាននិយាយថាគាត់អត់ទទួលរបស់ហ្នឹងឯងព្រោះម៉ាក់គាត់ធ្លាប់ប្រាប់ថាឲ្យទទួលរបស់ពីមនុស្សប្លែកមុខដល់តែអញ្ចឹងទៅយាយហ្នឹងក៏គាត់សម្លឹងមុខទូស្រីចង់ឲ្យទូស្រីនិយាយប្រាប់កូនណាហើយគាត់ក៏បាននិយាយថាគាត់ក៏បានទិញគ្រឿងសម្អាងខ្លះៗឲ្យទូស្រីដែរតែទូស្រីក៏រៀងភ្ញាក់ដែរស្មាយាយគាត់នៅស្អប់តែពិតលើគាត់រៀងចិត្តទន់ខ្លះហើយដោយសារមានចៅមានអីទៅធម្មតាមនុស្សចាស់គាត់ស្រឡាញ់ចៅហើយចំណែកឯនាងម្នាក់នេះវិញគឺជាកូនស្រីរបស់មិត្តភក្តិម្ដាយទូប្រុសដែលគាត់ធ្លាប់បានណែនាំឲ្យទៅទូប្រុសណាកាលពីគាត់ចង់ឲ្យទូស្រីបែកគ្នាមួយទូប្រុសចង់ឲ្យនាងម្នាក់ហ្នឹងមកធ្វើជាកូនប្រសារគាត់ដល់តែអញ្ចឹងនាងម្នាក់ហ្នឹងក៏បានចាប់ចិត្តស្រឡាញ់ទូប្រុសតាំងពីពេលហ្នឹងមកក៏ប៉ុន្តែទូប្រុសមិនដែលអាវខ្វាយខ្វល់ជាមួយនាងហ្នឹងទេដល់តែឥឡូវនាងម្នាក់ហ្នឹងក៏បានឲ្យមនុស្សចំណិតរបស់ខ្លួនទៅស៊ើបសួរថាឃើញម្ដាយរបស់ទូប្រុសទិញគ្រឿងសម្អាងក៏ដូចជាសម្ភារៈឲ្យកូនក្មេងលេងអញ្ចឹងគិតស្មានថាម្ដាយរបស់ទូប្រុសមានចៅឬក៏យ៉ាងម៉េចបានជាមានការយកចិត្តទុកដាក់ដល់តែអញ្ចឹងនាងម្នាក់ហ្នឹងចាប់ផ្ដើមមានអារម្មណ៍ថាខ្វាយខ្វល់ខ្លាចថាទូស្រីរបស់យើងមកជួបជុំមួយទូប្រុសវិញព្រោះគោលដៅនេះហ្នឹងចង់បានទូប្រុសធ្វើជាប្តីដល់តែអញ្ចឹងឮតែអញ្ចឹងហើយមិនសប្បាយចិត្តក៏បានរកឃើញនៅផែនការថ្មីទៀតណាធ្វើយ៉ាងម៉េចកុំឲ្យទូស្រីបានជួបគ្នាវិញជាមួយទូប្រុស
នៅពេលល្ងាចឡើងដែរទូប្រុសគាត់ចេញពីធ្វើការវិញគាត់ក៏បានមករកប្រពន្ធកូនដល់ទៅហើយកូនគាត់ឃើញគាត់ស្រែកហៅទៅក៏បានរត់មកអោបគាត់អញ្ចឹងទៅគឺទូស្រីយើងក៏បានមើលភាពស្និទ្ធស្នាលរបស់ឪពុកកូនណាហើយគាត់ក៏រៀងសប្បាយចិត្តដែរព្រោះគាត់ចង់ឲ្យកូនគាត់មានសុភមង្គលមានភាពកក់ក្ដៅពីឪពុកពីម្ដាយអញ្ចឹងណាដល់ទៅហើយទូស្រីក៏បានមកនិយាយជាមួយទូប្រុសថាយ៉ាងណាក៏ដោយគាត់មិនអាចនៅតែផ្ទះមើលកូនទេព្រោះទូប្រុសចិត្តគាត់អត់ចង់ឲ្យទូស្រីធ្វើការចង់ឲ្យនៅតែផ្ទះមើលតែកូនទៅបានហើយអញ្ចឹងដល់ហើយទូស្រីគាត់ថាគាត់អត់ចង់នៅតែផ្ទះទេគាត់ក៏មានចំណេះមានជំនាញយ៉ាងបន្ទុកចោលអញ្ចឹងស្ដាយគាត់ចង់ទៅធ្វើការវិញហើយទូប្រុសថាចុះបើទូស្រីទៅធ្វើការបានអ្នកណាមើលកូនទូស្រីត្រូវជួបតាក់ទងមួយទូប្រុសទៀតបើមិនអញ្ចឹងនាងនឹងឲ្យទូស្រីរស់នៅបានស្រួលទេព្រោះឯទូប្រុសគឺជាមនុស្សដែលគាត់ស្រឡាញ់ច្រើនឆ្នាំមកហើយមិនអាចឲ្យទៅទូស្រីវិញខាងទូស្រីទូប្រុសបែកគ្នាហើយមកវិញធ្វើអីបើទៅបាត់ទៅមកវិញធ្វើអីទៀតណាដល់តែអញ្ចឹងនាងម្នាក់នឹងក៏បាននិយាយថាបើមិនធ្វើតាមអីដែលគាត់ប្រាប់ទេទូស្រីត្រៀមខ្លួនទៅថាគាត់នឹងផ្ដល់អ្វីដែលល្អៗមើលឲ្យទូស្រីទៀតណាដល់តែអញ្ចឹងទៅមកស្ទុះក្រោយមកមិនទាន់នឹងបាននិយាយអីច្រើនមួយទូស្រីទៀតផងក៏ទូប្រុសយើងនេះដោយសារតែគាត់អត់ឃើញទូស្រីត្រឡប់ទៅផ្ទះវិញគាត់ចេះតែឆ្ងល់ក៏បានខលទៅកន្លែងធ្វើការរបស់ទូស្រីគេបានឆ្លើយប្រាប់វិញថាទូស្រីចេញធ្វើការយូរហើយអញ្ចឹងមិនក៏អត់ឃើញទៅដល់ផ្ទះទូប្រុសពេលហ្នឹងគាត់ដឹងហើយគាត់យល់ថាប្រហែលជាទូស្រីមានបញ្ហាអីអញ្ចឹងគាត់ក៏បានឲ្យកូនចៅគាត់តំណែងភ្លាមបន្ទាប់មកទូប្រុសក៏បានមកជួយទូស្រីយើងនៅកន្លែងដែលនាងដែលជាកូនស្រីមិត្តភក្តិម្ដាយគាត់យកមកហ្នឹងទូប្រុសក៏បានជួយតាន់ពេលវេលាហើយក៏បានប្រាប់នាងនឹងថាចប់ពីថ្ងៃហ្នឹងទៅក៏បានមកពាក់ព័ន្ធជាមួយនឹងគាត់ក្រុមគ្រួសារគាត់ជាពិសេសគឺទូស្រីបើមិនចឹងគាត់នឹងអត់ឲ្យទេនេះគ្រាន់តែជាការផ្ដល់មេរៀននិងអប់រំតែប៉ុណ្ណោះគាត់ក៏បានឲ្យមនុស្សយើងនាងម្នាក់ទៅអប់រំណែនាំមកកុំឲ្យមកកបញ្ហាគេឯងទៀតណាបន្តមកទៀតនៅពេលដែលទូប្រុសគាត់បានជូនទូស្រីមកដល់ផ្ទះវិញម្ដាយរបស់គាត់ក៏បានសួរនាំថាមានបញ្ហាអីបានជាមានមនុស្សឈូឆរច្រើនអញ្ចឹងណាអញ្ចឹងហើយទូប្រុសក៏បានរាយរាប់ប្រាប់តាមដើមតងទាំងអស់ឲ្យម្ដាយរបស់គាត់ដឹងដល់ទៅហើយយាយហ្នឹងក៏បាននិយាយថាសុំទោសគាត់ពិតជាមិនចង់ឲ្យទៅជាបែបហ្នឹងពិតមែនហើយក៏បានបរឲ្យទូប្រុសហ្នឹងជួយបធូរបន្ថយដល់នាងដែលជាកូនស្រីមិត្តភក្តិគាត់ផងព្រោះឲ្យគាត់គិតថាយកយល់ដល់ធ្លាប់នៅពីទូចជាមួយគ្នាធំឡើងមកជាមួយគ្នាអញ្ចឹងណាឲ្យទូប្រុសជួយបធូរបន្ថយឲ្យផងទូប្រុសក៏បាននិយាយថាគាត់មិនអាចបធូរបន្ថយបានទេអ្នកណាជាអ្នកធ្វើត្រូវតែទទួលវិញអញ្ចឹងហើយមិនត្រូវឲ្យម្ដាយរបស់គាត់ចូលលោកដៃជួយនោះទេដល់តែអញ្ចឹងយាយនឹងក៏បានសារភាពពេលហ្នឹងតែម្ដងថាគាត់សុំទោសបើគុំតែគាត់ក៏មិនមានបញ្ហាខ្វាយកំណត់ញ៉ៃមកដល់ពេលហ្នឹងដែរតាមពិតកាលពី5ឆ្នាំមុនពេលដែលតួប្រុសយើងស្លាប់នៅក្នុងទីពេទ្យហ្នឹងគាត់បានកុហកទូស្រីថាតួប្រុសហ្នឹងមិនបានចង់ជួបមុខតួស្រីទៀតទេទើបគាត់ឲ្យតួស្រីចេញឲ្យឆ្ងាយពីតួប្រុសទៅក្រៅប្រទេសទៅអីចឹងដល់តែហើយតាមពិតអ្នកទាំងពីរអត់អញ្ចឹងទេគឺតួប្រុសគាត់នៅតែស្រឡាញ់តួស្រីតែប៉ុណ្ណោះតែថាតួស្រីគាត់ថាតួប្រុសមិនចង់ជួបមុខគាត់ខឹងគាត់ស្អប់គាត់ទើបគាត់សម្រេចចិត្តចាកចេញទៅដល់តែអញ្ចឹងទូប្រុសគាត់បានដឹងការពិតគាត់ក៏បានមកសុំទោសទូស្រីវិញថាគាត់សុំទោសដែលគាត់យល់ច្រឡំថាទូស្រីចាក់ចេញចោលគាត់នៅពេលដែលគាត់ឈឺអញ្ចឹងអត់បានគិតខ្វាយខ្វល់ពីគាត់ជាមនុស្សចិត្តដាច់អីជាដើមតែពិតមែនទេគឺទូស្រីគាត់យល់ច្រឡំតែប៉ុណ្ណោះហើយគាត់ក៏សង្ឃឹមថាទូស្រីនឹងអត់អន់ឲ្យគាត់ទេណាហើយម្ដាយរបស់ទូប្រុសនេះវិញក៏គាត់និយាយដែរថាពេលហ្នឹងទៅគាត់លែងខាត់ខាំងទូប្រុសជាមួយតំណែងក្នុងមួយទូស្រីណាមួយអ្នកទាំងពីរមានកូនមានជាចៅអីទៅហើយទៅប្របែកបាក់ទៅអីទៀតប្រហែលថ្ងៃក្រោយមកទៀតទូស្រីរបស់យើងក៏ត្រូវបានទូប្រុសណាត់ឲ្យមកជួបនៅក្នុងសួនច្បារដល់តែអញ្ចឹងទៅទូស្រីក៏អត់ដឹងទេថាទូប្រុសគេរៀបគម្រោងដើម្បីសុំគាត់រៀបការអញ្ចឹងហើយក៏បានឲ្យមិត្តភក្តិគាត់ផ្សេងទៀតរួមទាំងមិត្តជិតស្និទ្ធខាងទូស្រីទាំងប្រុសអីមកជុំគ្នាបងប្អូនញាតិរិនមកឲ្យមានទូស្រីក៏អត់ដឹងដល់តែគាត់ដើរបន្តិចក៏បានជួបមិត្តភក្តិរបស់ទូប្រុសណាអ្នកទាំងពីរក៏បានយកបាច់កម្មឲ្យទូស្រីថាឲ្យគាត់ធ្វើអីកម្មវិធីអីគេមិនមែនទូស្រីក៏បានធ្វើមីងម៉ាំងគាត់ឆ្ងល់ហើយអ្នកទាំងពីរក៏បាននិយាយថាអត់ឲ្យទូស្រីនិយាយអីច្រើនទេទូស្រីធ្វើទៅតាមអ្វីដែលគេប្រាប់ទៅទទួលបាច់ផ្កាដើរទៅមុខទៀតនឹងមានអ្នកយកមកឲ្យបន្តទៀតហើយនឹងមានរឿង surprise មួយដល់ទូស្រីអញ្ចឹងហើយទូស្រីក៏បានដើរទៅមុខបន្តិចទៀតដល់ទៅដើរទៅមុខបន្តិចទៀតក៏បានជួបមិត្តភក្តិជិតស្និទ្ធរបស់នាងរួមទាំងប្រពន្ធរបស់គេនិងកូនស្រីដែលទូស្រីនឹងបានពោមកជួបទូប្រុសកាលពីលើកដំបូងក៏បានយកផ្កាមកឲ្យទូស្រីដែរដឹងទូស្រីគាត់រៀងភាំងថាកម្មវិធីអីគេដូចចម្លែកមែនឲ្យគាត់ដឹងមុនដល់ទៅទូស្រីដើរទៅមុខបន្តិចទៀតក៏បានទៅដល់កន្លែងទូប្រុសរួមទាំងកូននិងអ្នកផ្សេងទៀតកំពុងតែរងចាំទូស្រីរួចជាស្រេចនៅកន្លែងដែលគាត់បានរៀបចំយ៉ាងស្រស់ស្អាតបែបរ៉ូមែនទិកណាដើម្បីសុំទូស្រីយើងរៀបការយ៉ាងហើយបន្ទាប់ពីពេលដែលទូស្រីទៅដល់ទីតាំងដែលទូប្រុសយើងបានរៀបចំទុកជាស្រេចទូប្រុសក៏បានលុតជង្គង់សុំទូស្រីរៀបការនៅចំពោះមុខអ្នកទាំងអស់គ្នាដោយមានការចូលរួមអបអរសាទរពីសំណាក់សាច់ញាតិមិត្តភក្តិជើងប្អូនទាំងអស់ឲ្យអ្នកទាំងពីរទូស្រីក៏បានសម្រេចចិត្តឆ្លើយថាយល់ព្រមចំពោះទូប្រុសដោយសារតែគាត់ក៏ស្រឡាញ់ទូប្រុសក៏ស្រឡាញ់ទូស្រីបន្ទាប់ពីអ្នកទាំងពីរបានឆ្លងកាត់រឿងរ៉ាវជាច្រើនដល់ទៅហើយទូប្រុសក៏បានមកពាក់ចិញ្ចៀនឲ្យទូស្រីដោយមានការចូលរួមអបអរសាទរទះដៃពីមិត្តជិតស្និទ្ធរបស់គាត់ទាំងអស់
ហើយសាច់រឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ផងដែរអ្នកទាំងអស់គ្នាអញ្ចឹងបានថាណាស្នេហ៍ពិតជាមានមិនមែនចេះតែនិយាយឲ្យរួចពីមាត់ទេត្បិតថាពេលខ្លះក្នុងរឿងវាមានការរ៉ូមែនទិកមានរឿងបែបដ្រាម៉ាអីច្រើនពិតមែនក៏ប៉ុន្តែអាធាតពិតក៏មានអ្នកដែលគេបានជួបជាមួយនឹងស្នេហ៍ពិតប្រកបដែរឲ្យតែអ្នកទាំងពីរពិតជាមានចិត្តស្រឡាញ់គ្នាឲ្យគ្នាទៅវិញទៅមកដល់មិនគិតពីផលប្រយោជន៍ទេណាអញ្ចឹងហើយជូនពរឲ្យអ្នកទាំងអស់គ្នាដែលបានមើលរឿងហើយនេះអ្នកដែលមិនទាន់មានគូសូមឲ្យបានជួបគូដែលសមប្រកបគ្រប់គ្នាលាសិនហើយណាជួបគ្នារឿងក្រោយៗទៀតកុំភ្លេចជួយចុច like subscribe និងកណ្ដឹងឲ្យអត់មានផងណាដើម្បីទទួលបានរឿងក្រោយៗទៀតលាសិនហើយ